បាទជម្រាបសួរក៏សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបញ្ចប់ការឋានវេលាទឿមួយដែលមានទីតាំងសាងសង់នៅខាងភូមិសូពេងឃុំវត្តអង្គរកញ្ជើងស្រុកបន្ទាយមាសខេត្តកពតបងប្អូនផ្ទះយើងបញ្ចប់រួចរាល់ 100% ហើយយើងកុលសោជូនម្ចាស់ផ្ទះនេះគឺទំហំក្បាល7កន្លះបដោយ16បន្ទប់គេង3បន្ទប់ទឹក2បន្ទប់ទូភ្ញៀវនិងផ្ទះបាយតម្លៃ 40000 ជាងពុកម៉ែបងប្អូនមកពលកម្មបកសម្ភារៈផ្ទះនេះស្អាតណាស់បងប្អូនហើយដបូលយើងប្រក់ក្បឿងម៉ាឡេហើយពណ៌ផ្ទះយើងលេងពណ៌បែបសផ្សេងបរិយជាមួយនឹងទ្វារពណ៌ខ្មៅញោមប្អួយកពណ៌ខ្មៅរំលេចស្អាតមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ម៉ូដផ្ទះនេះចង់សាក់សួរតម្លៃចង់ដឹងតម្លៃក្នុងពេលឥឡូវអាចតាក់ទងបានព្រោះផ្ទះនេះយើងធ្វើកាលតម្លៃអីវ៉ាន់នៅរៀងធូរថ្លៃដែរបើឥឡូវអីវ៉ាន់វារៀងឡើងខ្ពស់ដែរអញ្ចឹងតម្លៃអាចមានការប្រែប្រួលអញ្ចឹងណាម៉ូដនេះស្អាតបងប្អូនអើយបើសិនជាមានបំណងសាងសង់អាចសេវទៅជាគំរូបានផ្ទះនេះខឿន8ទឹកហើយកម្ពស់អញ្ចឹង 4.3 ម៉ែត្រយើងយករៀងខ្ពស់បន្តិចណាហើយតម្លៃខាងលើនេះយើងអត់រួមការងារសាបជុំវិញផ្ទះនេះទេហើយក៏យើងអត់រួមជាមួយនឹងការងារសយ៉ាបព្រោះការងារសយ៉ាបនេះបងប្រុសម្ចាស់ផ្ទះក៏ថែមថយក្រោយទេអានេះគាត់បានដាំសួនដាំផ្កាអីខ្លះហើយនៅគិនផ្ទះណាចឹងចាំតិចទៀតខ្ញុំទៅបង្ហាញពីផ្នែកខាងក្នុងនៃផ្ទះណាថានៅខាងក្នុងយើងមានស្អីខ្លះចឹងព្រោះម្ចាស់ផ្ទះគាត់បានដាក់ទៅលើសម្ភារៈដេកបានខ្លះហើយខាងមុខនេះបងគាត់ប្រើជាប្រភេទទ្វារសុវត្ថិភាពបងខ្មៅក្របតែម្ដងខ្ញុំជូនបងប្អូនទៅមើលខាងក្នុងណាចឹងគិននេះយើងធ្វើសម្រាប់យើងគួយលេងក៏យើងអាចដាក់ដាំផ្កាគិននេះបានយើងចូលពីខាងមុខទៅអានេះបងក៏ថែមថយក្រូព្រំបន្ថែមណាអានេះយើងប្រើប្រភេទជាម៉ាបធម្មជាតិម៉ាបពណ៌សចឹងកន្លែងទូភ្ញៀវបងបានប៉ុណ្ណឹងកន្លែងទូភ្ញៀវយើងយកដាច់ខាងមុខតែម្ដងណាងារដេកទូឈើនេះបងក៏ធ្វើបន្ថែមហើយក៏បិទក្រូជាង 1.3 ម៉ែត្រដែរកន្លែងទូភ្ញៀវហ្នឹងយើងមានពូលីកម៉ូដបដាននេះចាស់តែម៉ូដបានគេយើងមាន3នៅខាងស្ដាំដៃនេះ1នៅខាងឆ្វេង1ហើយនៅខាងក្រោយ1ហើយក្នុងបន្ទប់គេងទី1នេះយើងមានបន្ទប់ទឹកក្នុងហើយនឹងបន្ទប់ទឹកមួយទៀតប្រើរួមអញ្ចឹងក្រូនេះគឺយើងបិទ 1.3 ម៉ែត្រដែរកន្លែងផ្លូវដើរនេះយើងយក 1.2 ម៉ែត្រពេញហើយនេះកន្លែងបន្ទប់គេងទី1យើងបានទំហំប៉ុណ្ណឹងបងប្អូនអញ្ចឹងបន្ទប់គេងមួយនេះអត់មានបន្ទប់ទឹកទេណាហើយយើងដើរមកក្រោយទៀតអានេះបន្ទប់គេងទី2នៅស្ដាំដៃអានេះយើងម៉ូដត្រឹម1ផុងតបគេទី2ហ្នឹងរៀងធំបងប្អូនបើយើងដាក់ក្រេអីនៅតលីផ្លូវដើរខាងនេះហើយទូសំអាងនៅខាងនោះអញ្ចឹងហើយបន្ទប់ទឹកយើងរៀបនៅខាងចុងជើងដោយសារតែផ្ទះនេះបែរទៅខាងជើងអញ្ចឹងក្រេគេយើងត្រូវដាក់បែរមកផ្លូវដើរវិញក្នុងបន្ទប់ទឹកយើងបដាននេះយើងលេងម៉ូដมันមានម៉ូដប្រភេទជាបដានលាតហើយក្រូយើងបិទដល់ជាងហ្នឹងអានេះបងក៏ថែមថយទៅលើសម្ភារៈទូនេះមកចំនួនដែរអានេះប្រភេទជាមួយឈុតរបស់ចិនគេមកអញ្ចឹង ពីបន្ទប់គេងទី2នេះយើងមកកន្លែងនេះគឺនេះកន្លែងផ្ទះបាយហើយនេះបន្ទប់គេងទី3ហើយកន្លែងនេះយើងជាបន្ទប់ទឹក
ប្រើរួមបន្ទាប់គេទី3បន្ទាប់គេនេះបងអត់ទាន់បានដាក់សម្ភារៈទេអញ្ចឹងជាទូទៅពេលដែលយើងធ្វើម្ចាស់ផ្ទះតែតែថែមថយសម្ភារៈខ្លះតាមការស្រឡាញ់របស់គាត់អញ្ចឹងហើយម៉ោងក្រោយនេះផ្ទះបាយចឹងឥឡូវខ្ញុំដើរពីខាងក្រោយទៅមុខវិញបងប្អូនចឹងយើងមកមានកន្លែងនេះតលីមួយកន្លែងណាតែមកយើងផ្លឹកដើរនៅកណ្ដាល